សូមគោរពជំរាបសួរអស់លោកស្រីអ្នកនាងកញ្ញាបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ដែលនិយមចូលចិត្តស្ដាប់កំសាន្តនៅរឿងព្រេងនិទានខ្មែរដែលដំណាលតគ្នាពីមាត់មួយទៅមាត់មួយជាការកំសាន្តផងនិងទុកជាសារអប់រំកូនចៅតជំនាន់ទៅតាមសាច់រឿងនីមួយៗផងដែរតាមរយៈ Channel YouTube Facebook Page និង TikTok ដែលមានឈ្មោះថាព្រេងនិទានណាននេះយើងខ្ញុំសង្ឃឹមនឹងជឿជាក់ថាពិតជាអាចផ្ដល់ការកំសាន្តអារម្មណ៍អស់លោកស្រីអ្នកនាងកញ្ញាបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេសទាំងអស់បានរំលឹកនឹកឃើញចងចាំនៅរឿងព្រេងនិទានខ្មែរជាច្រើនដែលបានបន្សល់ទុកតាំងពីបុរាណកាលមកដល់សព្វថ្ងៃដើម្បីកុំឲ្យលោកអ្នករងចាំយូរសូមលើកយករឿងព្រេងនិទានមួយមកអានជូនលោកអ្នកស្ដាប់កំសាន្តដូចតទៅសូមជូនរឿងក្រពើរមើគុណមានបុរសឪពុកនិងកូនបរទេសទៅជួបនឹងក្រពើមួយដែលភ្លើងព្រៃរលាកជើងទាំង4នឹងដើររកចំណីឆៃពុំបានអត់អាហារស្គមរីងរៃបុរសឪពុកនិងកូនបានឃើញក្រពើនោះរលាកជើងទាំង4ស្គមទាំងខ្លួននឹងវាពុំបានដូច្នោះហើយបុរសនោះអាសូរក្រពើបានកាប់ឈើមកចងអមក្រពើនោះរឹងជាប់លើកដាក់លើរទេះបរទៅលុះដល់បឹងធំមួយជាទីសុខសប្បាយបុរសនោះដាក់ក្រពើចុះក្នុងទឹកក្រពើនោះបានផឹកទឹកអកភក់ឆ្អែតហើយគិតនឹងខាំបុរសនោះវិញបុរសនោះថាព្រះស្ដែងកុំខាំអញមានគុណលើព្រះស្ដែងក្រពើនោះថាមានគុណនឹងអញឯណាបើចងអញស្ទើរស្លាប់ដូច្នេះអញឆៃព្រះស្ដែងឲ្យទាល់តែបានឯបុរសថាព្រះស្ដែងកុំអាលខាំអញមកយើងនឹងនាំគ្នាទៅរកអ្នកប្រាជ្ញលោកកាត់សេចក្តីនេះឲ្យយើងទើបបុរសនិងក្រពើនាំគ្នាទៅក្រាបបង្គំទូលព្រះមហាក្សត្រដោយនៅដំណើរទីតីក្រពើក្រាបបង្គំថាខ្ញុំព្រះបាទអម្ចាស់នៅទីមួយស្ងៀមស្រាប់តែចៅនេះមកចងអបខ្លួនខ្ញុំព្រះបាទអម្ចាស់ជាប់លើកដាក់លើរទេះបរទៅខ្ញុំព្រះបាទអម្ចាស់បំរាស់ពំរួចព្រោះតែធ្វើទុកខ្ញុំព្រះបាទអម្ចាស់បានជាខ្ញុំព្រះបាទអម្ចាស់ខាំបរោះនិឆ័យបរោះក្រាបបង្គំថាក្រពើនេះភ្លើងព្រៃរលាកជើងទាំង4វាពំរួចបានខ្ញុំព្រះបាទអម្ចាស់អាសូរទើបយកឈើមកចងអបដាក់លើរទេះបរទៅដល់បឹងទើបស្រ័យលែងហើយក្រពើនេះចុះទៅក្នុងទឹកបានផឹកទឹកអកភក់មានកម្លាំងហើយគិតខាំខ្ញុំព្រះបាទអម្ចាស់វិញហេតុនេះបានជាខ្ញុំព្រះបាទអម្ចាស់ទាំងពីរនាំគ្នាមកក្រាបបង្គំទូលព្រះអង្គសូមទ្រង់កាត់សេចក្តីនេះបើព្រះអង្គពុំជឿសូមទ្រង់ទាត់ជើងក្រពើទាំង4ចុះព្រះមហាក្សត្រទ្រង់ពិចារណាថាក្រពើនេះឥតធម៌ពុំដឹងគុណគេឡើយទើបព្រះអង្គកាត់ថាបើដូច្នេះមានតែព្រះស្ដែងឲ្យគេចងព្រះស្ដែងដូចពីមុននោះសិនហើយសូមអញពិចារណាឲ្យព្រះស្ដែងទើបព្រះអង្គឲ្យបរោះនោះទៅចងក្រពើនោះជាប់ដូចពីមុនហើយទ្រង់មានព្រះបន្ទូលថាព្រះស្ដែងនាំទៅផ្ទះចុះថ្ងៃក្រោយព្រះស្ដែងកុំធ្វើគុណនឹងសត្វដេរឆានព្រោះលោកថាពុំត្រូវទុកចិត្តសត្វមានចង្កូមមានពឹសទេព្រះមហាក្សត្រទ្រង់កាត់សេចក្តីនេះបរោះនោះចូលចិត្តហោង